វាថាទាហានមិនមែនរស់ដើម្បីខ្លួនឯងទេគឺរស់ដើម្បីជាតិវាថាទាហានវាពិបាកខ្លាំងណាស់មិនដែលដេកឆ្អែតដូចអ្នកដទៃឡើយរៀមរាល់ព្រឹកម៉ោង5ត្រូវតែក្រោកជានិច្ចទោះថ្ងៃស្ងប់ស្ងាត់ក៏មិនអាចសម្រាកបានឯកសណ្ឋានមួយនេះមិនមែនគ្រាន់តែសម្លៀកបំពាក់ទេវាជាកាតព្វកិច្ចដែលដាក់លើស្មាជីវិតស្បែកជើងពោពេញដោយភ័ក្ត្របេះដូងពោពេញដោយក្តីស្រឡាញ់ជាតិពេលប្រជាជននៃលោកក្នុងផ្ទះកប់ក្តៅទាហានជួយយាក្រោមភ្លៀងនិងខ្យល់ពេលកូនតូចញញឹមក្រោមទង់ជាតិខ្មែរឈាមដើម្បីរក្សាបានថ្ងៃនេះសត្រូវពុតបំឆ្លៀនពៀនបែកតងទាហានមិនដែលរត់គេចឡើយលះបង់ទាំងចិត្តទាំងកាយទាំងជីវិតដើម្បីការពារទឹកដីបបរឲ្យកូនចៅជំនាន់ក្រោយបានឃើញតង់ជាតិបានស្គាល់ប្រាសាទនិងព្រៃភ្នំខ្មែរទូឈាមស្រកលើដីក៏មិនសោកស្ដាយព្រោះជីវិតទាហានកាត់មកដើម្បីជាតិពេលម្ដាយទូសពមកសួរថាសុខទេកូនចំលើយគឺសុខតួបេះដូងនឿយហត់ព្រំដែងត្រជាក់តែចិត្តនៅតែក្តៅដោយក្តីស្រឡាញ់ដីកំណាប់គ្មានអ្នកណាចង់ឃ្លាតពីគ្រួសារគ្មានអ្នកណាចង់ឃើញសង្គ្រាមឡើយតែបើស្ត្រូវមកលើទឹកដីខ្មែរទាហានត្រូវចោលទោះស្លាប់ក៏ដោយថ្ងៃណាមួយបងមិនបានវិលត្រឡប់សូមចាំថាបងបានធ្វើតាមបែនងបានការពារទឹកដីដែលនួនតាទុកឲ្យបានរក្សាគេនំងែសម្រាប់កូនខ្មែរពាក្យថាទាហានមិនមែនវិបរកក្នុងរឿងទេគឺមនុស្សធំតាដែលហ៊ានលះបង់គ្រប់យ៉ាងឈាមនឹងទឹកភ្នែកត្របែកក្នុងទង់ជាតិដើម្បីឲ្យខ្មែររស់ដោយសេរីភាពសូម្បីជីវិតចុងក្រោយក៏មិនខ្លាចឡើយបើបានស្លាប់ដើម្បីការពារទឹកដីឲ្យអនាគតកូនចៅបាននិយាយដោយមោទនភាពនេះគឺជាមាតុភូមិខ្មែរជីវិតទាហានគឺការលះបង់ដែលមនុស្សមិនគ្រប់គ្នាអាចយល់បាន